កុំរៀបការជាមួយបុរសក្រីក្រអសោះនេះជាសារពីមហាសេដ្ឋីលំដាប់ពិភពលោក Bill Gates បានបញ្យល់អំពីមូលហេតុដែលកូនស្រីរបស់លោកមិនអាចរៀបការជាមួយបុរសក្រីក្របានសោះឡើយចំណងជើងនេះនេត្រាដកស្រង់ពីទំព័រ Facebook ឈ្មោះទុតបូហេតុអ្វីទើបលោក Bill Gates លើកឡើងបែបនេះជាបឋមសូមមេត្តាយល់ថាអត្តន័យនៃទ្រព្យសម្បត្តិគឺមិនមែនមានន័យថាអ្នកមានគណនីធនាគារមួយដែលរវល់ផ្ទេរប្រាក់ចេញចូលមិនឈប់ឈរនោះឡើយវាមានន័យថាវាគឺជាទ្រព្យសម្បត្តិដែលអាចបង្កើតនៅភាពជាអ្នកមានបានឧទាហរណ៍បុរសម្នាក់ដែលត្រូវឆ្នោតចំនួន$100 លានគឺបុរសនោះមិនមែនជាអ្នកមានទេគឺមានន័យថាគាត់គឺជាអ្នកក្រដែលមានលុយច្រើនតែប៉ុណ្ណោះហេតុនេះហើយដែល 90% នៃអ្នកត្រូវឆ្នោតបានធ្លាក់ខ្លួនមកក្រីក្រវិញក្នុងរយៈពេល5ឆ្នាំក្រោយមកតែប៉ុណ្ណោះយើងក៏ឃើញមានអ្នកមានខ្លះក៏មិនមានលុយដែរនោះគឺសហគ្រិនតែពួកគេកំពុងធ្វើដំណើរទៅរកភាពមានបានទោះបីជាបច្ចុប្បន្ននេះពួកគេមិនមានលុយក៏ដោយព្រោះពួកគេកំពុងតែអភិវឌ្ឍគំនិតប្រាជ្ញាស្វែងរកប្រាក់រួចនេះហើយដែលជាទ្រព្យសម្បត្តិពិតប្រាកដនោះសូមយល់ថាមាននិងក្រគឺខុសគ្នាស្រឡះនិយាយឲ្យស្រួលយល់គឺអ្នកមានហ៊ានស្លាប់ដើម្បីคล้ายទៅជាអ្នកមានរីឯអ្នកក្រអាចហ៊ានសម្លាប់មនុស្សដើម្បីคล้ายខ្លួនរបស់គេឲ្យคล้ายទៅជាអ្នកមានប្រសិនបើអ្នកឃើញយុវជនម្នាក់សម្រេចចិត្តហ្វឹកហាត់និងរៀនសូត្រចំណេះដឹងថ្មីនិងអភិវឌ្ឍសមត្ថភាពឥតឈប់ឈរនោះគឺជាអ្នកមានហើយប្រសិនបើអ្នកឃើញយុវជនម្នាក់ដែលតែងតែគិតថាបញ្ហាគឺជាបញ្ហារួចគេតែងតែគិតថាអ្នកមានគឺជាចោរលួចប្លន់ញើសឈាមរបស់អ្នកដទៃហើយគេគិតតែតិចទៀនរហូតដោយមិនព្រមធ្វើអ្វីសោះនោះយុវជនម្នាក់នោះគឺជាអ្នកក្រចំទូហើយអ្នកមានគិតថាគេត្រូវការតែព័ត៌មាននិងការហ្វឹកហាត់តែប៉ុណ្ណោះនោះគេចាប់ផ្ដើមចេញដំណើរឆ្ពោះទៅរកភាពមានបានហើយតែអ្នកក្រគិតថាសុំតែឲ្យលុយមករូបគេច្រើនមកគេនឹងក្លាយជាអ្នកមានយ៉ាងធូរខ្សុយហើយសរុបមកវិញលោក Bill Gates និយាយថាកូនស្រីរបស់លោកមិនអាចរៀបការជាមួយបុរសក្រីក្របាននោះគឺលោកមិនមែននិយាយអំពីលុយទេគឺលោកនិយាយអំពីសមត្ថភាពរបស់បុរសម្នាក់នោះដែលអាចបង្កើតទ្រព្យសម្បត្តិបានលោក Bill Gates បានសូមអភ័យទោសផងដែលលោកហ៊ាននិយាយបែបថាឧក្រិដ្ឋជនច្រើនតែជាអ្នកក្រព្រោះនៅចំពីមុខលុយគឺគេបានបាត់បង់នៅសតិសម្បញ្ញៈនិងឧត្តមគតិអស់ហើយដូចនេះហើយទើបគេហ៊ានលួចនិងប្លន់ព្រោះតែគេមិនដឹងថាតើគេត្រូវធ្វើដូចម្ដេចទើបគេអាចរកប្រាក់ឲ្យបានคล้ายខ្លួនទៅជាអ្នកមាននោះថ្ងៃមួយអ្នកយាមធនាគារម្នាក់បានឃើញប្រាក់មួយស្បោងហើយគាត់បានយកទៅជូននាយកធនាគារហើយមនុស្សខ្លះបានហៅគាត់ថាអាភ្លឺតែតាមពិតគាត់គឺជាអ្នកមានដែលមិនទាន់មានប្រាក់ក្នុងដៃរបស់គាត់ទេតើអ្នកដឹងទេថាក្នុងមួយឆ្នាំក្រោយមកធនាគារបានដំឡើងគាត់ជាអ្នកទទួលភ្ញៀវនៅមុខតុហើយ3ឆ្នាំក្រោយគាត់ឡើងជាអ្នកគ្រប់គ្រងអតិថិជនរួច10ឆ្នាំក្រោយមកគាត់ឡើងជាអ្នកគ្រប់គ្រងផ្នែកតំបន់នៃធនាគារនោះហើយគាត់ត្រួតត្រាបុគ្គលិករាប់រយនាក់ចុងក្រោយគាត់ទទួលបានប្រាក់បៀវត្សប្រាក់កម្រៃនិងប្រាក់ឧបត្ថម្ភក្នុងចំនួនមួយដែលច្រើនជាងប្រាក់នៅក្នុងស្បោងនោះទៅទៀតត្រូវចងចាំថាទ្រព្យសម្បត្តិពិតប្រាកដគឺគំនិតសុចរិតនិងស្មោះត្រង់